រឿងរ៉ាវមិនទាន់ដោះស្រាយអាចចង់ទៅណាខ្ញុំចង់ទៅអាចចង់រីរាក់ខ្ញុំមែនទេថយចេញអូយល្បងយើងមិនលេងជាមួយពួកឯងទេគ្រាន់តែនិយាយថាប្តឹងប៉ូលីសមិនបានជាបញ្ញាប់ទៅខ្លាំងម្ល៉េះក៏ប្រាប់ថារីកខ្លួនណាហើយប្តឹងសមត្ថកិច្ចទៅផ្លូវយិនមីនលេខ87មានគេបោកបោកពលរបស់យើងចង់បើកឡានរត់បញ្ញាប់មកជួបជុំគ្នាផ្លូវយិនមីនលេខ87យីវ៉ាងពតត្រូវគេបោកតើនេះឆាប់ទៅជួបជុំគ្នាឯងឆាប់ថយចេញទៅបើមិនចេញទៅយើងបោកងាប់ឥឡូវអឺថយយើងថយជីវិតរបស់ឯងយើងមានលុយសងណាតែមកឬអត់នឹងហប់តិចអស់ហើយល្បងប៉ណ្ណឹងបានហើយឲ្យពួកគេទៅចូលធ្វើដើម្បីខ្ញុំផងទៅណាមិនគួរតែមានខុសត្រូវលើទង្វើរបស់ខ្លួនឯងគេជាអ្នកនិយាយឯងមិនខ្លាចងាប់ទេហ៎ល្អចាំមកទៅរត់ទៅល្បងថយជើងល្បងពួកខ្ញុំមកល្បងពួកខ្ញុំមកពួកខ្ញុំមកដល់ហើយល្បងពួកខ្ញុំមកដល់ហើយអាចជាไรពិតជាមិនស្រឡាញ់ជីវិតខ្លួនឯងមែនគិតយ៉ាងម៉េចទៅបងប្អូនរបស់ខ្ញុំអាចទៅពេទ្យបានហើយឬនៅទៅអូយល្បងមិនដឹងជានិយាយថាមិនទៅល្អទេខ្ញុំអោតក្បាលគោរពល្បងយោពួកឯងពីរនាក់ឆាប់ជួបគេទៅពេទ្យព្រាមទៅមកក្រោកឡើងទីនេះមានខ្ញុំហើយពួកឯងឆាប់ទៅពេទ្យចុះលេយ៉ាសាកាជាលេសុតដែលរកឃើញចុងក្រោយគេបង្អស់ក៏ជាលេសុតដំបងគេបង្អស់ដែលមានកម្រិតសខ្ពស់ជាងលេសុតទូទៅគុណនឹង20អាចជួយចិញ្ចឹមនិងបំពន់ព្យាបាលស្បែកស្ងួតសង្វាអាចរុយសរសៃក្រហមបានយ៉ាងល្អបំផុតសម្រាប់បងដែលចង់បានស្បែកសលឿនទន់មាត់រលោងដោយសុវត្ថិភាពសូមកុំភ្លេចប្រើប្រាស់ជាមួយនឹងលេសុតយ៉ាសាកាបងអាចឆែកមើល feedback ពីអតិថិជនប្រើប្រាស់ផ្ទាល់តាមរយៈ account TikTok មួយនេះគឺមានអ្នកប្រើប្រាស់ជាងរាប់ម៉ឺននាក់ដែលប្រើហើយទទួលបានផលពិតៗទោះបីជាស្បែកប្រើប្រាស់លេខច្រើនហើយមិនទទួលបានផលយ៉ាងណាក៏ដោយបងប្អូនអាចរកជាបានតាមរយៈតំណែងចែកចាយនៅតាមទីផ្សារទូទាំងប្រទេសឬក៏អាចទំនាក់ទំនងមកកាន់ page ដោយផ្ទាល់បានចង់បានលេសុតសលឿននិងមានសុវត្ថិភាពខ្ពស់សូមកុំភ្លេចលេយ៉ាសាកា